អូខេតោះអញ្ចឹងបងប្អូននៅក្នុងវីដេអូនេះគឺខ្ញុំធ្វើ demo បន្តទៀតតាក់ទងទៅនឹងការប្រើប្រាស់ tool មួយពីរអញ្ចឹងនៅក្នុង version មួយគឺខ្ញុំបានបង្ហាញហើយតាក់ទងទៅនឹងការ config API ប៉ុន្តែនៅក្នុង version មួយពីរនេះគឺប្លែកបន្តិចតាក់ទងទៅនឹង Suno ហើយនិង OpenAI អានេះគឺ API របស់ ChatGPT ណាអញ្ចឹងអា tool captcha ក៏ដូចជា DeepSeek Gemini គឺខ្ញុំបានបង្ហាញហើយនៅក្នុង version មួយអញ្ចឹងនៅក្នុងនេះខ្ញុំអត់និយាយតាក់ទងទៅនឹងការរបៀបទៅយក API នៅក្នុង Gemini DeepSeek ឬក៏អីទៀតទេគឺកំណត់ថាបងប្អូនគឺមានហើយ API ណាអញ្ចឹងខ្ញុំគ្រាន់តែ copy API របស់ខ្ញុំយកមកដាក់មកហើយបញ្ជាក់ API បងប្អូនអាចប្រើច្រើនបញ្ចូលគ្នាបានបងប្អូនក៏គ្រាន់តែប្រើសញ្ញាក្បៀសហ្នឹងទេ comma ណាអញ្ចឹងក្នុងករណីវាប្រើមួយនៅពេលដែលវា limit មួយគឺវានឹង fallback ណាគឺវា rotate ទៅចូលមួយទៀតអានេះគឺ model បងប្អូនអាចរើស model បាន model ដែលខ្ញុំ recommend គឺអានេះអត់សូវមានបញ្ហាទេ 2.5 flash ប៉ុន្តែអត់ជាបញ្ហាទេឧបមាថាបងប្អូនចុចយក model ហ្នឹងនៅពេលដែលវាអត់ដើរគឺវានឹង rotate ចូលអា model ផ្សេងទៀតហើយអាហ្នឹងណា DeepSeek ក៏ដូចគ្នាខ្ញុំមានហើយហើយអូខេអានេះខ្ញុំអត់តន់មានទេប៉ុន្តែដឹងតែដើរហើយខ្ញុំតេស្តអូខេ to captcha អ្វីដែលខ្ញុំចង់និយាយគឺ Suno អញ្ចឹងយើងយក account Suno មកដាក់របៀបម៉េចគឺអត់ពិបាកទេបងប្អូនគ្រាន់តែបើកកន្លែង extension ហ្នឹងមកបើក developer mode ហ្នឹងមកបន្តមកទៀតបងប្អូនគ្រាន់តែ extension ដែលខ្ញុំបានឲ្យហ្នឹងណាបងប្អូន download មកហើយយកមកដាក់អូខេ refresh នេះមួយមកping អានេះសិនណាអូខេ refresh នេះមួយមកបន្តមកទៀតគឺយើង capture ចេញពីអានេះណាចេញពី extension អញ្ចឹងបងប្អូនគ្រាន់តែ copy តែប៉ុណ្្នឹងមកគឺរួចរាល់ហើយអានេះគឺឡើងប្រើឲ្យតែប៉ុណ្្នឹងណាបងប្អូនចង់ទៅណាក៏ទៅអត់អីទេអូខេប៉ុណ្្នឹងគឺមានថាបងប្អូនទាញ account ទាំងអស់ហ្នឹងយកមកដាក់ចូលក្នុង tool រួចរាល់អញ្ចឹងបងប្អូនអាច check បាន test connection បានថាវាដើរឬក៏អត់ថា account ហ្នឹងរបៀបម៉េចនេះ account ហ្នឹង Gmail ហ្នឹងណា mail ហ្នឹងហើយ pro ហើយមានសល់ credit 2158អញ្ចឹង2158ទៀតអញ្ចឹងបងប្អូនអាចចូលមក check នៅក្នុង credit នេះបានអូខេត្រូវគ្នាតែប៉ុណ្្នឹងទេបងប្អូនហើយនេះយើងតេស្តបានថាវាសល់លុយប្រហែលអូខេសល់$4ជាងអានេះប្រាក់ដាក់តែ$5ប្រើអត់ទេ OpenAI អត់មានទេខ្ញុំតេស្តអានេះទៀតអូខេសល់$3ជាងអានេះអូខេឡំអត់តមកដាក់អត់តមក save មិញអូខេដាក់មកទៀតសិនអូខេតេស្តអូខេតែប៉ុណ្្នឹងណាអញ្ចឹងមានមួយ key មួយដែលវា overload មែនថាគឺយើងប្រើច្រើនពេកអញ្ចឹងនៅសល់4 key ទៀតអូខេ save មក save setting មកអូខេអញ្ចឹងវីដេអូហ្នឹងខ្ញុំកំណត់ថាប៉ុណ្្នឹងទៅកុំឲ្យវែងពេកចាំជួបគ្នានៅវីដេអូក្រោយបន្តទៀត